សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការបង្រៀនពីរបៀបនៃការបំលែងការដឹកទៅជាវិក័យប័ត្រលក់ដើម្បីធ្វើការបំលែងការដឹកទៅជាវិក័យប័ត្រលក់ជាដំបូងលោកអ្នកត្រូវចូលទៅក្នុង module order management ចុចនៅលើពាក្យ shipment លោកអ្នកអាចធ្វើការស្វែងរកការដឹកតាមរយៈលេខកូដនៃការដឹកចេញលេខកូដនៃការបញ្ជាលក់និងឈ្មោះអតិថិជនលោកអ្នកអាចធ្វើការផ្លាស់ប្ដូរឬធ្វើការជ្រើសរើសការបរិច្ឆេទដែលចង់ឆែកចុចនៅលើសញ្ញាចុច3បញ្ឈរសម្រាប់ preview គឺជាកន្លែងសម្រាប់ធ្វើការពិនិត្យមើលការបញ្ជាលក់ម្ដងទៀត void គឺជាកន្លែងសម្រាប់ធ្វើការលុបការដឹកចេញ return គឺជាកន្លែងសម្រាប់ធ្វើការបង្វិលទំនិញចូលវិញ template គឺជាកន្លែងសម្រាប់ធ្វើការបដូរទម្រង់លិខិតនៃការដឹកចេញ to invoice គឺជាកន្លែងសម្រាប់ធ្វើការបំលែងការដឹកទំនិញចេញទៅជាវិក័យប័ត្រលក់បន្ទាប់មកធ្វើការជ្រើសរើសទម្រង់វិក័យប័ត្ររួច click OK ចុច print ប្រសិនបើលោកអ្នកចង់ធ្វើការបោះពុម្ពចេញចុច preview ប្រសិនបើលោកអ្នកចង់ធ្វើការពិនិត្យមើលម្ដងទៀតឬ click continue ដើម្បីធ្វើការបញ្ចប់